ស្មែតែជូនចូលមើលទូទស្សន៍នៅលើដុំរបស់យើងគ្រាន់តែចូលទៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា ESTV ណាបងអាចមើលជាមួយនឹង logo បានគឺដូច logo ហាងអញ្ចឹងណាបាទអញ្ចឹងអតិថិជនគ្រាន់តែចុច OK បាទយើងធ្វើមិនយើងចុចឆ្វេងស្ដាំលើក្រោមឲ្យមកដល់ ESTV ហ្នឹងមកឬក៏យើងអាចចុចនេះចុចសញ្ញាព្រួយបាទរូបគេហៅ air mouse យើងណាមកលើខ្យល់យើងហ្នឹងដាក់សញ្ញាព្រួយឲ្យចំកម្មវិធី ESTV នឹងមកហើយចុច OK ប៉ុចមកបាទឃើញទេវាធ្វើការចូលប៉ុស្តិ៍ទូទស្សន៍ហើយប៉ុស្តិ៍ទូទស្សន៍ជាប្រភេទ live ផ្ទាល់ណាបាទចេញមកគឺមានប៉ុស្តិ៍ជាច្រើននៅក្នុងហ្នឹងអត់ឲ្យអ្នកគ្នាយកទៅតឡើងអីបន្ថែមខ្លួនឯងទេណាបាទហើយបើសិនជាចាក់ទៅ device គឺនឹង load មកប៉ុស្តិ៍បែបនេះឬក៏វា load ឲ្យអ្នកនរជ្រើសរើសប៉ុស្តិ៍បែបនេះបាទណាអញ្ចឹងនៅពេលដែលវាចេញប៉ុស្តិ៍បែបនេះអ្នកនរអាចឃើញជាក់ស្ដែងនៅខាងឆ្វេងនេះគេដាក់កម្ពុជាអញ្ចឹងបានន័យថាម្ដុំហ្នឹងកម្ពុជាទាំងអស់បើអ្នកនរចង់មើលប្រទេសផ្សេងយើងអាចអូសមកក្រោមណាបាទគេថាចង់មើលប្រទេសចិនយើងចុច OK លើប្រទេសចិនមកវាចេញម្ដុំចិនអញ្ចឹងមកបាទឥឡូវខ្ញុំឧទាហរណ៍ប្រទេសខ្មែរចុះណាបាទភាគច្រើនបងប្អូនមើលជាមួយប៉ុស្តិ៍ខ្មែរអញ្ចឹងដើម្បីមើលប៉ុស្តិ៍ខ្មែរយើងចុចបាទមកនេះមកនេះឃើញអត់ឆ្វេងស្ដាំលើក្រោមឃើញអា QQ វារត់ទេអ្នកនរបាទឬក៏យើងប្រើ air mouse យើងក៏បានដែរ air mouse ដាក់ចំនៅជួយចិត្តមើល fresh new អញ្ចឹងយើងដាក់ air mouse ចំ fresh new យើងចុច OK មកប៉ុចមកណាបាទចេញមកអត់ឃើញទេបាទចង់បិទមកយើងចុចអាសញ្ញា mouse នឹងវិញមកចុចអានេះវិញមកដើម្បីបិទ mouse បាទហើយរបៀបដូរប៉ុស្តិ៍អត់អីពិបាកទេណាអ្នកនរឃើញកំពុងតែលេងចេះយើងគ្រាន់តែចុចសញ្ញាព្រួយទៅលើមួយមកវានឹងធ្វើការចាប់ប៉ុស្តិ៍បន្ទាប់ចូលមកឃើញទេប៉ុស្តិ៍បាយប៉ុស្តិ៍សម្ដេចអីចឹងទៅអានេះប៉ុស្តិ៍សហគមន៍ពាណិជ្ជកម្មចឹងទៅណាបាទទៅមុខទៀតប៉ុស្តិ៍សិល្បៈបាទសហគមន៍សិល្បៈប៉ុស្តិ៍ក្រសួងមហាផ្ទៃបាទប៉ុស្តិ៍រស្មីហងមាសបាទឃើញទេប៉ុស្តិ៍ខ្មែរ TV ប៉ុស្តិ៍ហងមាសបាទយើងចុចទៅប៉ុស្តិ៍ណាអ្នកនរចង់មើលចឹងទៅណាបាទស៊ីគ្នេអីចឹងទៅឬក៏មានវិធីមួយទៀតអ្នកនរគ្រាន់តែចុច OK 2 ដងណាឥឡូវយើងចុចម្ដងចុច OK ម្ដងទៀតវានឹងលោតប៉ុស្តិ៍អញ្ចឹងមកឃើញទេបាទអញ្ចឹងអ្នកនរអាច scroll ទៅបាទមើលអីមើលតូកយើងចុចលើតូទៅណាបាទវាធ្វើការ loading មកហើយបាទហើយបើចង់ត្រឡប់កុំឲ្យបាត់អានេះវិញយើងគ្រាន់តែចុចរូបផ្ទះនេះមកនៅលើ tele យើងហ្នឹងគឺវាបាត់ហើយហើយបន្ថយសលេងតឡើងសលេងបាទនេះយើងប្រើប៊ូតុងធម្មតាហ្នឹងទៅនេះប៊ូតុង volume លើ volume ក្រោមហ្នឹងបាទណាហើយមួយទៀតបើសិនចង់មើលប្រទេសផ្សេងអាចចុចអញ្ចេះក៏បានដែរ OK ម្ដង OK 2 ដងចេញ list ប៉ុស្តិ៍អញ្ចឹងមកហើយយើងចុចខាងឆ្វេងមួយមកបាទវាឃើញចេញប្រទេសផ្សេងទៀតអ្នកនរឃើញទេបាទវាចេញប្រទេសផ្សេងតែចង់មើលរឿងនិយាយខ្មែរចុច OK លើរឿងនិយាយខ្មែរមកវាចេញជាចំណងជើងមកនេះបាទឃើញអត់អញ្ចឹងយើងចុចទៅលើអីដែលយើងចង់មើលទៅអ្នកនរបាទចង់មើលសារព័ត៌មានចុចប៉ុស្តិ៍ព័ត៌មានអញ្ចឹងមកវាចេញព័ត៌មានមកទាំងអស់អញ្ចឹងមកហើយមកបាទចង់មើល CNN នេះចុច OK លើ CNN មកគឺវាដើរហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេរបៀបមើលប៉ុស្តិ៍ទូ